ជុំតលេងខេត2ថ្ងៃនេះរស្មីអត់ញ៉ាំអីសោះត្រឡប់មកផ្ទះវិញខ្ញុំធ្វើស៊ុបពៅកម្លាំងកូនភ្លាមហើយក៏មកអានបុកស៊ីឆ្នាំងថ្មីចង់ដឹងថាងាយស្រួលរងាស់ស៊ុបខ្ញុំមិនដែលនាំកូនទៅលេងឆ្ងាយទេយ៉ាងយូរទៅព្រឹកវល់ល្ងាចនឹងគឺមកវិញហើយថ្ងៃបុណ្យភ្ជុំនេះនាំម៉ាក់ទៅវត្តអញ្ចឹងត្រូវគេនៅនឹងមកយកទៅនឹងមិនមែនរស្មីអត់ញ៉ាំអីសោះទេញ៉ាំកាទៀវបាយជាមួយខ្ញុំដែរគ្រាន់តែញ៉ាំអត់បានច្រើនបើទឹកដោះពពែវិញខ្ញុំឆុង5លេខរស្មីមិនអត់អស់ទេទាំងដែលនៅផ្ទះមិនម្ដង9ទៅ10លេខអញ្ចឹងមកវិញខ្ញុំត្រូវធ្វើស៊ុបពៅកម្លាំងកូនវិញភ្លាមស៊ុបនេះងាយស្រួលធ្វើទេម៉ាក់ទាំងអស់គ្នាបន្លែខ្ញុំយកពីមុខតឡាចហើយនឹងការ៉ុតហើយផ្នែកសាច់ខ្ញុំយកឆ្អឹងជំនីជ្រូកធ្វើស៊ុបងាយទេប៉ុន្តែយូរត្រង់រងាស់ដើម្បីឲ្យចេញជាតិពីបន្លែហើយនឹងសាច់ស៊ុបនេះសម្រាប់កូនតូចម៉ាក់អាចកិនឲ្យមកឬស្រង់តែទឹកស៊ុបលាយជាមួយបបរឲ្យកូនញ៉ាំក៏បានខ្ញុំទៅខេត្តសំណាងឲ្យកូនរស្មីនៅបើទឹកដោះពពែបានខ្លះបើសិនជាអត់ទេត្រូវមកវិញទាំងយកទឹកដោះពពែនេះជាផលិតផលសរីរាង្គដែលខុសពីទឹកដោះពពែដទៃមានបន្ថែមក្លិនគ្មានជាតិស្ករនិងគ្មានសារធាតុសណ្តែកខ្ញុំជ្រើសយក Baby Bio ទឹកដោះពពែឲ្យកូនបើព្រោះវាជួយដល់ប្រព័ន្ធការពាររាងកាយកូនខ្លាំងទប់ទល់នឹងជំងឺផ្សេងៗជាក់ស្ដែងកូនរស្មីតាំងពីកើតមកអត់ងាយឈឺផ្ដេសផ្ដាស់ទេវីដេអូក្រោយខ្ញុំនឹងចែកម្លេចមីនុយសម្រាប់កូន8ខែឡើងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណ